ព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏យូរលង់នៅក្នុងទ្វីបអាស៊ីប៉ែកអាគ្នេយ៍ប្រកបដោយវប្បធម៌និងអរិយធម៌ដ៏រុងរឿងប្រជាជនកម្ពុជាស្នេហាសន្តិភាពនិងឯករាជ្យភាពហើយជាប្រជាជនមួយដែលឧស្សាហ៍ព្យាយាមក្រោយពីទទួលបានឯករាជ្យនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មីនៅក្រោមព្រះកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចព្រះនរោត្តមសីហនុហើយចាប់ផ្ដើមមានឈ្មោះបោះសម្លេងនៅទូទាំងសកលលោក坚持为捍卫国家的独立主权而斗争着。ក្នុងប្រទេសដ៏ស្រស់បំព្រងនេះប្រជាពលរដ្ឋខ្មែរកំពុងរួបរមគ្នាពុះពៀគ្រប់ឧបសគ្គដើម្បីកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញក្រោមព្រះតម្រិះដ៏ភ្លឺស្វាងនៃសម្ដេចព្រះប្រមុខរដ្ឋព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវមាគ៌ានយោបាយការបរទេសដែលយកគោលការណ៍សន្តិភាពសហប្រតិបត្តិការស្មើភាពគ្នារវាងប្រទេសជាមិត្តនៅគ្រប់ទិសទីនៅលើសកលលោកឯកឧត្តមលីចៅជីប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាតាមព្រះសំណើអញ្ជើញរបស់សម្ដេចព្រះនរោត្តមសីហនុប្រជាពលរដ្ឋខ្មែរមានមនោសញ្ចេតនារំភើបរីករាយក្រៃលែងនាំគ្នារៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីលីចៅជីយ៉ាងមមាញឹកព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏យូរលង់ហើយបច្ចុប្បន្នកំពុងខិតខំកសាងមុខមាត់ថ្មីប្រកបដោយជោគជ័យថ្ងៃនេះមហាវិថីព្រះនរោត្តមបានក្លាយមកជាមហាវិថីមួយពោពេញទៅដោយបដារាប់រយដែលចារឹកនៅចំណងមិត្តភាពដ៏ធំធេងរវាងប្រទេសចិននិងព្រះរាជាណាចក្រកម្ពុជានៅតាមឧទ្យាននានាមានដាក់តាំងព្រះឆាយាល័ក្ខណ៍សម្ដេចព្រះនរោត្តមសីហនុនិងរូបឯកឧត្តមប្រធានាធិបតីចិនរីឯទង់ជាតិនៃប្រទេសទាំងពីរក៏កំពុងបក់រវិចទន្ទឹមគ្នាដែរព្រះបរមរាជវាំងដ៏ល្អអស្ចារ្យកំពុងត្រៀមខ្លួនទទួលភ្ញៀវដ៏ឧត្តមឧត្តមមកពីមហាប្រទេសចិនជាមិត្ត
1日，在 នៅ 金 ថ្ងៃ 边 ទី 机 1 ខែ 场， ឧសភា 人 ឆ្នាំ 们满怀着衷心的 1963 心情，等 ប្រ 待 ជាពល 刘 រដ្ឋ 少 ខ្មែរ 奇 យ៉ាង 主 ច្រើន 席的 ក 来 ក 临。 បាននាំគ្នារងចាំទទួលស្វាគមន៍ការអញ្ជើញមកដល់នៃឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវ 柬埔寨王国王后 សម្ដេចព្រះមហាក្សត្រីយ៉ានីនិងសម្ដេចព្រះប្រមុខរដ្ឋបានសពរាជហារតីស្ដេចយាងមកកាន់ប្រលានយន្តហោះពោធិចិនតុងដើម្បីផ្ដល់កិច្ចស្វាគមន៍ជូនឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ 柬埔寨国家元首刚刚同我国人民在一起， កាលពី2ឆ្នាំមុននេះសម្ដេចព្រះនរោត្តមសីហនុបានស្ដេចយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសចិន 刘少奇主席和夫人王光美又给柬埔寨人民带来了亲戚般的友谊。 ពេលនេះឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាវិញដែរ អមដំណើរឯកឧត្តមលីចៅជីមានជាអាចឯកឧត្តមសេនាប្រមុខចិនជីឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះរាជពិធីបដិសណ្ឋារកិច្ចដ៏មហោឡារិកនេះពេលនេះគឺជាសក្ខីភាពនៃមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ចំពោះប្រជាជនចិននិងឯកឧត្តមប្រធានាធិបតីលីចៅជី 不断增添新的光辉。西哈努克亲王和刘少奇主席发表了书面讲话。 បន្ទាប់ពីសម្ដេចព្រះប្រមុខរដ្ឋនិងឯកឧត្តមលីចៅជីបានថ្លែងព្រះសង្ឃកថានិងសន្ទរកថារួចមកប្រជនជាន់ខ្ពស់ខ្មែរជាតំណាងនៃស្ថាប័នកម្ពុជារបស់រដ្ឋព្រមទាំងអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឡើងមកសម្ដែងគារវកិច្ចជាបន្តបន្ទាប់ជូនភ្ញៀវកិត្តិយសដ៏ឧត្តមឧត្តមរបស់ជាតិ 王国议会议长蒙达纳亲王、国防大臣朗诺将军等，以及其他国家驻柬埔寨的外交使节。 首
នៅតាមដងផ្លូវចេញពីប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងមកកាន់រាជធានីភ្នំពេញមានប្រជាពលរដ្ឋយុវជនយុវនារីសិស្សនិស្សិតទាំងពីរភេទរាប់ម៉ឺននាក់ឈរអមក្បួនរថយន្តកិត្តិយសហើយនាំគ្នាស្រែកជ័យឃោសយ៉ាងកងរំពងទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតជូនឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនសម្ដេចព្រះមហាក្សត្រីយ៉ានីនិងសម្ដេចព្រះប្រមុខរដ្ឋបានស្ដេចយាងជូនដំណើរឯកឧត្តមលីចៅជីរហូតដល់មហាប្រាសាទខេមរិនដែលឯកឧត្តមប្រធានាធិបតីត្រូវអញ្ជើញមកស្នាក់នៅក្នុងរយៈពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅវេលាម៉ោង 15 នៃថ្ងៃដដែលនោះឯកឧត្តមលីចៅជីនិងលោកជំទាវបានអញ្ជើញចូលគាល់សម្ដេចព្រះមហាក្សត្រីយ៉ានីនិងសម្ដេចព្រះប្រមុខរដ្ឋនៅលើមហាប្រាសាទទេវាវិនិច្ឆ័យឯកឧត្តមសេនាប្រមុខចិនយីឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននិងលោកជំទាវបានអញ្ជើញអមដំណើរឯកឧត្តមប្រធានាធិបតីព្រះវត្តមាននិងវត្តមាននាពេលនោះមានព្រះរាជវង្សានុវង្សនិងបណ្ដាឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូបផងដែរឯកឧត្តមប្រធានាធិបតីលីចៅជីបានអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលសិប្បកម្មឧស្សាហកម្មនៅឯសាលពិព័រណ៍ជាតិសម្ដេចព្រះនរោត្តមសីហនុបានសពរាជហឫទ័យបង្ហាញជូនភ្ញៀវនៅសមិទ្ធផលដ៏សម្បូរបែបដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានក្រោយពេលទទួលបានឯករាជ្យភាពពេញលេញគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការរីកចម្រើនគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងរបបសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តមសីហនុជាព្រះអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមគណៈប្រតិភូបានវាយតម្លៃយ៉ាងខ្ពស់ជាទីបំផុតនៅស្នាដៃកសាងជាតិដ៏ប៉ិនប្រសប់នៃប្រជាពលរដ្ឋខ្មែរជុំវិញព្រះបិតាស្ថាបនិកជាតិរបស់ខ្លួនឯកឧត្តមប្រធានាធិបតីនិងលោកជំទាវបានអញ្ជើញមកដល់ខេត្តសៀមរាបនៅថ្ងៃទី 2 ខែឧសភាឆ្នាំ 1963 ឯកឧត្តមលីចៅជីនិងលោកជំទាវត្រូវបានឯកឧត្តមអភិបាលខេត្តសៀមរាបទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតនៅពេលនោះដែរមានប្រជាពលរដ្ឋនិងយុវជនយុវនារីរាប់ម៉ឺននាក់នាំគ្នាស្រែកជ័យឃោសស្វាគមន៍យ៉ាងកងរំពងសម្ដេចព្រះប្រមុខរដ្ឋនិងអ្នកម្នាញបានស្ដេចយាងនិងអញ្ជើញជូនដំណើរឯកឧត្តមប្រធានាធិបតីនិងលោកជំទាវតាមរថយន្តឆ្ពោះទៅកាន់ប្រាសាទអង្គរ
ប្រាសាទអង្គរវត្តជាស្នាព្រះហស្ថដ៏មានតម្លៃអក្ខណនីនៃមហាវីរក្សត្រខ្មែរនិងជាភស្តុតាងនៃការសាមគ្គីដ៏រឹងមាំនៃពលករខ្មែរនាសម័យបុរាណជុំវិញព្រះរាជបល្ល័ង្កស្ថាបត្យកម្មដ៏អស្ចារ្យដែលជាកេរមរតកនៃបុព្វបុរសខ្មែរបានញ៉ាំងឲ្យភ្ញៀវកិត្តិយសយើងចាប់អារម្មណ៍យ៉ាងខ្លាំងហើយស្ងើចសរសើរមិនដាច់ពីមាត់ក្បាច់រចនាដ៏ល្អឥតខ្ចោះនិងសិលាចារឹកនានាបានបង្ហាញជូនភ្ញៀវកិត្តិយសដ៏ឧត្តមឧត្តមរបស់យើងនៅប្រវត្តិសាស្ត្រដ៏រុងរឿងនៃសម័យអង្គរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរជាបុព្វបុរសនៃយើងក៏ត្រូវបានរៀបរាប់និងចារឹកទុកនៅលើផ្ទាំងសិលានានាផងដែរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកដល់ជាន់ទី3នៃប្រាសាទអង្គរវត្តសម្ដេចព្រះនរោត្តមសីហនុបានសពរាជហឫទ័យអញ្ជើញឯកឧត្តមប្រធានាធិបតីលីចៅជីឡើងទៅកាន់កំពូលប្រាសាទជាបន្តទៀតនេះឱកាសដ៏វិសេសវិសាលនោះសម្ដេចព្រះប្រមុខរដ្ឋបានសម្ដែងនៅព្រះហឫទ័យរំភើបរីករាយហើយមានព្រះបន្ទូលថាឯកឧត្តមប្រធានាធិបតីលីចៅជីជាភ្ញៀវកិត្តិយសទី1ដែលបានអញ្ជើញឡើងមកដល់កំពូលប្រាសាទអង្គរវត្តនៅថ្ងៃទី3ខែឧសភាឆ្នាំ1963សម្ដេចព្រះប្រមុខរដ្ឋបានស្ដេចយាងជូនដំណើរឯកឧត្តមលីចៅជីធ្វើទស្សនកិច្ចនៅរោងចក្រតម្បាញក្រុងកំពង់ចាមរោងចក្រតម្បាញនេះជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនដល់ប្រជាជាតិកម្ពុជារោងចក្រនេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ1960ដោយជោគជ័យរហូតមកដល់ពេលនេះរោងចក្របានដំណើរការអស់រយៈពេល3ឆ្នាំហើយកម្មករកម្មការិនីទាំងអស់ក៏មានកម្រិតជំនាញបច្ចេកទេសក្នុងការផលិតសាច់ក្រណាត់គ្រប់ប្រភេទគួរជាទីមោទនៈតំណាងកម្មករកម្មការិនីបាននាំគ្នាយកផលិតផលនានារបស់រោងចក្រមកជូនភ្ញៀវកិត្តិយសដ៏ឧត្តមឧត្តមរបស់សាធារណរដ្ឋប្រជាមានិតចិនដោយក្តីសោមនស្សរីករាយ
សម្ដេចព្រះប្រមុខរដ្ឋបានសពព្រះハរតីអញ្ជើញឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវជាអធិបតីក្នុងពិធីប្រណាំងទូកងនៅលើផ្ទៃទន្លេមេគង្គក្រោមការអបអរសាទរយ៉ាងកក់ក្ដៅពីសំណាក់មហាជនដ៏ច្រើនកកកកីឡាករអុំទូកទាំងអស់បាននាំគ្នាអុំឆ្លងកាត់វេទិកាកិត្តិយសដើម្បីសម្ដែងគារវកិច្ចថ្វាយនិងជូនគណៈអធិបតីដោយក្តីរំភើបរីករាយឥតឧបមាផ្ទៃទឹកទន្លេមេគង្គនៃឱកាសនេះមានភាពកក្រើកញាប់ញ័រក្រោមសម្លេងជ័យឃោសដ៏កងរំពងអបអរសាទរនិងមហាមិត្តភាពរវាងប្រជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនដែលមានភាពជាអមតៈដូចទឹកទន្លេមេគង្គដែលមិនចេះរីងស្ងួតសោះឡើយសម្ដេចព្រះនរោត្តមសីហនុបានសពព្រះハរតីរៀបចំពិធីលៀងសាយភោជដ៏ត្រចះត្រចង់ជូនជាកិត្តិយសចំពោះគណៈប្រតិភូជាន់ខ្ពស់ចិនដែលដឹកនាំដោយឯកឧត្តមលីចៅជីនិងលោកជំទាវថ្លែងព្រះសង្ឃកថានៃឱកាសនោះសម្ដេចព្រះប្រមុខរដ្ឋបានមានព្រះបន្ទូលបញ្ជាក់ជាថ្មីម្ដងទៀតអំពីចំណងមេត្រីភាពមិត្តភាពរវាងប្រទេសទាំងពីរដែលកាន់តែមានភាពប្រសើរឡើងឥតឈប់ឈរ中国在同柬埔寨的关系上完全平等相待ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានថ្លែងសន្ទរកថាថ្វាយតបវិញដោយមានប្រសាសន៍វិយតម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះចំណងមិត្តភាពរវាងសាធារណរដ្ឋប្រជាមានិតចិននិងប្រជាណាចក្រកម្ពុជាក្នុងរយៈពេលកន្លងមក将继续支持柬埔寨王国维护自己主权和独立的正义斗争。ជាបន្តមកទៀតគឺកម្មវិធីទស្សនាការសម្ដែងសិល្បៈដែលចាប់ផ្ដើមដោយក្រុមសិល្បករឆាយ៉ាំនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះគឺរបាំទេពមនោរម្យដែលដឹកនាំដោយព្រះអង្គម្ចាស់ក្សត្រីនរោត្តមបុប្ផាទេវីព្រះបុត្រីសម្ដេចព្រះប្រមុខរដ្ឋកម្ពុជាដែលធ្វើឲ្យភ្ញៀវកិត្តិយសដ៏ឧត្តមឧត្តមរំភើបរីករាយនិងកោតសរសើរយ៉ាងខ្លាំង
នៅទីបញ្ចប់នៃកម្មវិធីសិល្បៈព្រះអង្គម្ចាស់ក្សត្រីនរោត្តម មុខាទេវីបានដឹកនាំការសម្ដែងរបាំប្រជាប្រិយចិនមួយឈុតប្រកបដោយភាពសុក្រិតឥតខ្ចោះភ្ញៀវកិត្តិយសបានកោតសរសើរប្រកបដោយមនោសញ្ចេតនារំភើបរីករាយឥតគណនានៅថ្ងៃទី4 ខែឧសភាឆ្នាំ 1963 សម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាបានសពព្រះハរតីអញ្ជើញឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវធ្វើទស្សនកិច្ចនៅឧទ្យានជាតិគិរីរម្យតាមព្រះទីនាំងឧត្តមភិក្ខចក្រនៅទីនោះដែរសម្ដេចព្រះប្រមុខរដ្ឋនិងឯកឧត្តមលីចៅជីបានស្ដេចយាងនិងអញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចចរចាជាមិត្តភាពទ្វេភាគីមានវត្តមាននៅពេលនោះខាងភាគីចិនគឺឯកឧត្តមសេនាប្រមុខចិនជីឧបនាយករដ្ឋមន្ត្រីភាគីកម្ពុជារួមមានសម្ដេចប៉ែននុតព្រះអង្គម្ចាស់នរោត្តមកន្តុលនិងសម្ដេចញឹកយូឡុងកិច្ចចរចាបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសរីករាយពោពេញទៅដោយការយោគយល់គ្នាជាមិត្តភាពដ៏កក់ក្ដៅជាទីបំផុតនៅថ្ងៃទី 5 ឧសភាបន្ទាប់មកឯកឧត្តមសេនាប្រមុខចិនយីឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញជួបសន្ទនាជាមួយព្រះអង្គម្ចាស់នរោត្តមកន្តុលនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះដែរលោកជំទាវភរិយាឯកឧត្តមលីចៅជីនិងលោកជំទាវភរិយាឯកឧត្តមចិនជីបានអញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យកុមារដែលបានប្រសិទ្ធនាមថាជាមន្ទីរពេទ្យគុណធបុប្ផាក្នុងឱកាសនៃទស្សនកិច្ចនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាលោកជំទាវភរិយាឯកឧត្តមលីចៅជីនិងលោកជំទាវភរិយាឯកឧត្តមចិនជីបានធ្វើវិភាគទានជាទឹកប្រាក់ចំនួន 300,000 រៀលជូនដល់កាកបាទក្រហមកម្ពុជាតាមរយៈសម្ដេចព្រះរាជកនិដ្ឋារស្មីសោភ័ណ្ឌនៅថ្ងៃទី 5 ខែឧសភានោះដែរឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋចិនប្រជាមានិត
បានរៀបចំពិធីលៀងសាយភោជដ៏ឧឡារិកថ្វាយជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់សម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាឯឧត្តមលីចៅជីបានថ្លែងអំណរព្រះគុណសម្ដេចព្រះនរោត្តមសីហនុនិងទូលថ្វាយអំពីដំណើរនិវត្តន៍ទៅកាន់វិតុប្រទេសឯឧត្តមវិញនៅថ្ងៃស្អែកជាបន្តមកទៀតសម្ដេចព្រះនរោត្តមសីហនុបានស្ដេចយាងថ្លែងប្រសង្ឃកថាឆ្លើយតបវិញដោយព្រះអង្គមានព្រះបន្ទូលសង្កត់ធ្ងន់ថាមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជាតិណាចក្រនិងសាធារណរដ្ឋប្រជាមានិតចិននឹងថិតថេរជាអមតៈដែលគ្មានកម្លាំងណាមួយអាចបំបែកបានឡើយពិធីលៀងសាយភោជដ៏មហោឡារិកនេះពេលនោះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយពោពេញទៅដោយភាពស្និទ្ធស្នាលរាក់ទាក់កក់ក្ដៅដែលពុំអាចបំភ្លេចបានឡើយនៅលើបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំងមហាជនយ៉ាងច្រើនកកបានមកចូលរួមនៅក្នុងអង្គមហាមេត្តាយ៉ាងអធិកអធមមួយដែលរៀបចំឡើងដើម្បីស្វាគមន៍ឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវក្រោយពីបានទទួលកិច្ចស្វាគមន៍ដ៏កក់ក្ដៅនិងជ្រាលជ្រៅជាទីបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់រួចមកសម្ដេចព្រះប្រមុខរដ្ឋកម្ពុជានិងឯកឧត្តមលីចៅជីបានឡាយព្រះហស្ថលេខានិងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងប្រជាជាតិណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនសេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់នូវការសម្រេចចិត្តដើម្បីពង្រឹងពង្រីកមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងចិនក្នុងព្រះសង្ឃកថាថ្លែងទៅកាន់ប្រជាពលរដ្ឋជាកូនចៅរបស់ព្រះអង្គសម្ដេចព្រះប្រមុខរដ្ឋបានសម្ដែងនូវព្រះハរតីអបអរសាទរយ៉ាងកក់ក្ដៅចំពោះសេចក្តីថ្លែងការណ៍រួមនេះដោយព្រះអង្គបានកោតសរសើរយ៉ាងក្រៃលែងចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃមហាមិត្តចិនបន្ទាប់មកឯកឧត្តមលីចៅជីបានថ្លែងសន្ទរកថាដែលមានអត្ថន័យសង្កត់ធ្ងន់ថាប្រទេសចិនជាមិត្តគួរជាទីទុកចិត្តបំផុតរបស់ប្រទេសកម្ពុជាប្រជាជនមហាជនបាននាំគ្នាស្រែកជ័យឃោសទទួលស្វាគមន៍យ៉ាងខ្លាំងក្លានៅមិត្តភាពដ៏ត្រចះត្រចង់រវាងប្រជាជាតិណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនជ័យយោមិត្តភាពកម្ពុជាចិនដ៏រឹងមាំជាអមតៈ
នារីត្រីនោះដែរសម្ដេចព្រះប្រមុខរដ្ឋនិងឯកឧត្តមប្រធានាធិបតីលីចៅជីបានស្ដេចយាងនិងអញ្ជើញទស្សនាពិធីបាញ់កាំជ្រួចនៅលើផ្ទៃទន្លេចតុមុខកាំជ្រួចចម្រុះពណ៌ដ៏ភ្លឺផ្លេកប្រងព្រាតនៅលើអាកាសវេហានេះគឺជានិមិត្តរូបនៃបុប្ផាមិត្តភាពដ៏ស្រស់បំព្រងរវាងចិននិងកម្ពុជាសម្ដេចព្រះមហាក្សត្រីយ៉ានីបានសពរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនឯកឧត្តមប្រធានាធិបតីនិងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនចូលថ្វាយបង្គំគាល់នៅព្រះទីនាំងទេវាវិនិច្ឆ័យដើម្បីសូមថ្វាយបង្គំលាទៅកាន់មាតុភូមិវិញនៅថ្ងៃស្អែកបន្ទាប់មកសម្ដេចព្រះមហាក្សត្រីយ៉ានីនិងសម្ដេចព្រះប្រមុខរដ្ឋបានស្ដេចយាងទៅកាន់មហាប្រាសាទខេមរិនជាទីស្នាក់នៅរបស់ឯកឧត្តមនិងលោកជំទាវលីចៅជីដើម្បីប្រារព្ធពិធីសំណេះសំណាលចុងក្រោយនិងដើម្បីប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើនជូនឯកឧត្តមប្រធានាធិបតីនិងលោកជំទាវបន្ទាប់មកឯកឧត្តមលីចៅជីនិងលោកជំទាវក៏បានថ្វាយនៅវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើនថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីយ៉ានីនិងសម្ដេចព្រះប្រមុខរដ្ឋនៅព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ1963ឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវបានបញ្ចប់ជាស្ថាពរនៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាអមដង្ហែដោយឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាបានស្ដេចយាងជូនដំណើរឯកឧត្តមប្រធានាធិបតីដោយព្រានយន្តហោះពិធីជូនដំណើរនិវត្តន៍នៃឯកឧត្តមប្រធានាធិបតីលីចៅជីនិងលោកជំទាវបានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយពេលដែលឯកឧត្តមនិងលោកជំទាវបានអញ្ជើញមកដល់ដូច្នោះដែរឯកឧត្តមលីចៅជីនិងលោកជំទាវបានអញ្ជើញថ្វាយបង្គំលាព្រះរាជវង្សានុវង្សនិងឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់ដោយក្តីនឹករលឹកជាទីបំផុតមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនជានិច្ចកាលបានឈរនៅលើគោលការណ៍ស្មារតីគ្នានិងគោរពគ្នាទៅវិញទៅមកមិត្តភាពរវាងប្រទេសយើងទាំងពីរត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរនៅគ្រប់កាលៈទេសៈឧត្តមប្រធានាធិបតីលីចៅជីបានសម្ដែងនូវមនោសញ្ចេតនានឹករលឹកប្រកបដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅថ្វាយចំពោះសម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាមុននឹងឯកឧត្តមអញ្ជើញចាកចេញទៅកាន់មាតុភូមិដ៏រុងរឿងរបស់ឯកឧត្តមវិញសូមឲ្យមិត្តភាពកម្ពុជាចិនមានភាពអមតៈដោយទឹកទន្លេមេគង្គនិងទន្លេឡានសានជៀងដែលមិនចេះរីងស្ងួតហើយហូរជាប់ជាប្រចាំ